សូមស្វាគមន៍ការត្រឡប់មកវិញរបស់អ្នកនាងធំរីករាយថ្ងៃកំណើតអ្នកនាងធំក្រោកឡើងទាំងអស់គ្នាទៅយន្តអ្នកទាំងអស់គ្នាកំពុងតែរងចាំនិយាយពី3ម៉ាត់ទៅនិយាយអីទៅលេងភ្លេងបន្តទៀតរំបន្តទៀតយន្តនិយាយរឿងសំខាន់ថ្ងៃនេះឯងអាយុ20ឆ្នាំហើយធ្វើតាមបណ្ដាំលោកតារៀបការជាមួយអ្នកស្នងត្រកូលចូលទៅរៀបការហើយត្រូវមានកូនមែនទេខ្ញុំមិនយកទេបំណងប្រាថ្នាថ្ងៃកំណើតរបស់ខ្ញុំគឺគេងរហូតដល់ភ្ញាក់រាល់ថ្ងៃភ្ញាក់ហើយក្រោកញ៉ាំបាយមួយពេលម្ហូប10មុខមិនជន់គ្នាញ៉ាំឆ្អែតហើយគេងបន្តទៀតភ្ញាក់ហើយលេងហ្គេមលេងដល់ភ្លឺអរគុណមានសួយអូមែនហើយមិនថត់ទេមានតែស្អាតសូមជួយប្រទានពរឲ្យបំណងប្រាថ្នាខ្ញុំคล้ายជាការពិតចប់កម្មវិធីហើយមែនទេចប់ហើយខ្ញុំទៅគេងហើយបាយអ្នកនាងធំធ្វើអីហ្នឹង12ឆ្នាំមុនប៉ាម៉ាក់អ្នកនាងស្លាប់យ៉ាងអាណោចអាថមឃាតករនៅមិនទាន់ដឹងជានរណាអ្នកទាំងអស់គ្នាខ្លាចអ្នកនាងមានគ្រោះថ្នាក់ទើបឲ្យអ្នកនាងលាក់ខ្លួនរៀនវិជ្ជាពេលនេះទទួលអ្នកនាងមកវិញគឺដើម្បីសង្សឹកមិនមែនឲ្យអ្នកនាងញ៉ាំបាយគេងលេងហ្គេមទេប៉ាវិញ្ញាអ្នកខនប៉ាម៉ាក់ដឹងពួកគាត់ច្បាស់ជាសង្ឃឹមថាខ្ញុំរស់នៅបានល្អសងសឹកគ្រោះថ្នាក់ណាស់ក្មេងស្រីដូចជាខ្ញុំដៃជើងតូចមិនស័ក្តិសមទេការរស់នៅទៅជាការគោរពដ៏ល្អបំផុតចំពោះអ្នកដែលបានស្លាប់និយាយបានល្អខ្ញុំស្មានតែអ្នកនាងធំដែលពួកឯងការពីជាង20ឆ្នាំអស់ចាប៉ុណ្ណាតាមពិតគ្រាន់តែជាមនុស្សកំសាកសោះបានឲ្យតែនាងរហ័សរហួនព្រៃផ្សៃគ្រប់គ្រាន់ខ្ញុំអាចឲ្យនាងត្រឡប់ទៅធ្វើជាស្ត្រីទី8863របស់ចៅហ្វាយវ័យក្មេងត្រកូលចុកកំណាចរបស់យើងបិទមាត់ហ៊ានមិនគោរពអ្នកនាងធំផងបងប្អូនចាប់នាងកំសាកនេះមកឲ្យខ្ញុំភ្លាមយប់នេះខ្ញុំចង់ឲ្យនាងកំដរក្រែចៅហ្វាយចុកចង់ធ្វើបាបអ្នកនាងធំលុះត្រាតែជន់សាកសពខ្ញុំសិនទៅអ្នកនាងធំមិនមែនជាមនុស្សកំសាកទេនាងគ្រាន់តែនៅក្មេងត្រូវការអ្នកបង្រៀនបើឯងការពារនាងកំសាកនេះម្លេះឯងទៅស្លាប់ជំនួសនាងទៅ